Hello everybody, welcome back to my channel, and today we are going to learn about English words and sentences. សួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍សាជាថ្មីមកកាន់ Channel YouTube របស់ខ្ញុំនៅក្នុងការរៀនភាសាអង់គ្លេសហើយនៅក្នុងថ្ងៃនេះផងដែរយើងនឹងរៀនតាក់ទងជាមួយនឹងពាក្យជាភាសាអង់គ្លេសរួមទាំងល្បះផងដែរហើយពាក្យដែលយើងនឹងត្រូវរៀននៅក្នុងថ្ងៃនេះគឺពាក្យស្ដីបន្ទោសឬស្ដីបដៅឬក៏ស្ដីឲ្យថាឲ្យនឹងឯងអញ្ចឹងចង់ដឹងថាតើពាក្យទាំងនេះជាភាសាអង់គ្លេសគេថាម៉េចតោះយើងទៅតាមដានទស្សនាទាំងអស់គ្នាអញ្ចឹងពាក្យទី1ដែលខ្ញុំនឹងលើកឡើងមកនេះគឺពាក្យ scold ពាក្យមួយនេះមានន័យថាស្ដីបន្ទោសឬស្ដីប្រដៅអញ្ចឹងគឺគេប្រើពាក្យ scold នេះបកប្រែថាស្ដីបន្ទោសឬស្ដីបដៅនៅក្នុងអត្ថន័យអប់រំណែនាំប៉ុន្តែក៏មានលាយឡំជាមួយនឹងការខឹងណាចាក់ទងជាមួយនឹងអារម្មណ៍បង្ហាញបញ្ចេញនៅអារម្មណ៍ខឹងស្ដីបដៅប៉ុន្តែក្នុងអត្ថន័យអប់រំណែនាំទេណាឧទាហរណ៍ That scolded me for not locking the door when I went out That scolded me for not locking the door when I went out មានន័យថាប៉ាស្ដីឲ្យខ្ញុំដែលមិនបានចាក់សោទ្វារនៅពេលខ្ញុំចេញទៅខាងក្រៅអញ្ចឹងស្ដីឲ្យឬក៏ស្ដីបន្ទោសនៅពេលនេះនៅក្នុងអត្ថន័យបានណែនាំប៉ុន្តែក៏អាចនឹងបញ្ចេញអារម្មណ៍ខឹងនៅលាយឡំជាមួយគ្នានឹងផងដែរអូខេហ្នឹងតើតើជាមួយនឹងពាក្យ scold ចំណែកឯពាក្យមួយទៀតនោះគឺអូខេ tell off ពាក្យមួយនេះជា phrasal verb ដែលមានអត្ថន័យថាស្ដីបន្ទោសឬក៏ស្ដីប្រដៅដូចគ្នាទៅនឹងពាក្យ scold ដែរប៉ុន្តែ tell off វាជាលក្ខណៈ informal ប្រើក្រៅផ្លូវការប្រើនៅក្នុងការនិយាយបានប៉ុន្តែជាទូទៅបើសិនជានៅក្នុងការសរសេរជាលក្ខណៈផ្លូវការអីគឺគេប្រើពាក្យ scold ណាឥឡូវយើងមើលឧទាហរណ៍ទាំងអស់គ្នាគេប្រើពាក្យថា My teacher told me off for making noise in the class My teacher told me off for making noise in the class លោកគ្រូខ្ញុំបានស្ដីបន្ទោសខ្ញុំដែលឡូឡានៅក្នុងថ្នាក់បាទអញ្ចឹងនៅក្នុងន័យនេះគឺលោកគ្រូគាត់នៅស្ដីឲ្យឬក៏ស្ដីបន្ទោសកូនសិស្សដែលឡូឡារំខានគេនៅក្នុងថ្នាក់ហើយក៏មានបង្ហាញនៅអារម្មណ៍ខឹងណានិយាយស្ដីបែបលឺថាឲ្យកូនសិស្សប៉ុន្តែគឺនៅក្នុងអត្ថន័យអប់រំដែរទេបាទមិនមែនជាការជេរបន្តិចអីទេណាហើយមួយពាក្យទៀតនោះគឺ blame ពាក្យមួយនេះគឺមានន័យថាស្ដីបន្ទោសស្ដីឲ្យឬក៏បន្ទោសប៉ុន្តែពាក្យនេះគឺអត្ថន័យក្នុងការប្រើប្រាស់ខុសគ្នាទៅនឹងពាក្យ scold ហើយនិងពាក្យ tell off យើងប្រើពាក្យ blame កាលណាដែលយើងចង់បន្ទោសថារឿងហ្នឹងគឺកើតឡើងដោយសារតែនរណាម្នាក់ឬក៏ចង់បន្ទោសថារឿងហ្នឹងកើតឡើងគឺជាកំហុសរបស់នរណាម្នាក់ដោយសារតែម្នាក់ហ្នឹងបានរឿងហ្នឹងវាកើតឡើងវាខុសពីពាក្យ scold ហើយនិង tell off ដែលស្ដីបន្ទោសស្ដីប្រដៅទោះបីជាច្រឡោតខឹងប៉ុន្តែនៅក្នុងអត្ថន័យបដៅអប់រំណែនាំតែយើងប្រើ blame នេះគឺនៅក្នុងអត្ថន័យបន្ទោសថារឿងហ្នឹងគឺកើតឡើងដោយសារតែជាកំហុសរបស់នរណាម្នាក់បាទអញ្ចឹងយើងមើលឧទាហរណ៍ Don't blame me if you are late Don't blame me if you are late កុំបន្ទោសខ្ញុំប្រសិនបើអ្នកយឺតណាអញ្ចឹងកុំបន្ទោសខ្ញុំមិនមែនជាកំហុសខ្ញុំទេបើសិនជាអ្នកយឺតណាក្នុងអត្ថន័យបែបអញ្ចឹងបាទអញ្ចឹងពាក្យដែលខ្ញុំចែករំលែកនៅថ្ងៃនេះគឺមានតែ3ពាក្យហ្នឹងទេគឺពាក្យ scold tell off ហើយនិងពាក្យ blame ជាចុងក្រោយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានតាមដាននៅវីដេអូមួយនេះហើយក៏សូមជួយចុច like និង subscribe ដើម្បីទទួលបាននៅវីដេអូថ្មីៗក្រោយទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយទៀត